អនុញ្ញាតសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលបានប្រទះឃើញនៅវីដេអូរបស់ខ្ញុំបានហោះនេះគឺសកម្មភាពថ្ងៃដំបូងចេញធ្វើវីដេអូហើយជាសកម្មភាពជិះម៉ូតូទៅតាមផ្លូវសង្ការេជាមួយនឹងអ៊ំគាត់នាំទៅចាប់ត្រីនៅឯស្រែឈុកគេណាដែលបងថ្លៃរបស់ខ្ញុំបានគាត់ទៅវាយដីឲ្យគេហើយសកម្មភាពជិះតាមផ្លូវនេះរៀងញាក់បន្តិចគាត់ដៃតោតមួយហើយនេះជាវីដេអូនៃចាប់ត្រីខ្ញុំមិនស្គាល់ត្រីទេដឹងតែចាប់ត្រីចាប់ហើយហើយនេះសកម្មភាពកំពុងចាប់ដើរហើយជាក្បាលវីដេអូហើយចាប់បានគូសមដែរបានកន្លះធុងទុកយកមកប្រើប្រាស់ធ្វើម្ហូបលក់ដូរអីតិចតួចតែគាត់ចាំជីវិតខ្លះហើយឥឡូវយើងកលេចមកសកម្មភាពនៃការជិះម៉ូតូនៅតាមផ្លូវម្ដងហើយបងប្អូនមើលចុះទេសភាពតាមផ្លូវគឺមានស្រែមានឈូកហើយតាមផ្លូវជនបទស្រុកស្រែតែប៉ុណ្្នឹងឯងគឺទេសភាពស្អាតមែនទែននៅពេលដែលយើង stress យើងអីយើងអាចមានម៉ូតូមកល្មមជិះលេងកំសាន្តតាមភូមិតាមផ្លូវនឹងក៏ចាត់ទុកថាជាការកាត់ stress មួយដែរឥឡូវអ៊ំនាំផ្លូវចូលហើយដល់ផ្លូវត្រូវចូលហ្នឹងហើយខ្ញុំចូលទៅតាមគាត់ដែរកន្លែងនេះយើងជាប់ម៉ូតូលេងអត់បានសាងលេងហើយក៏បន្តដំណើរទៅមុខបន្តទៀតហើយនេះគឺខ្ញុំអត់បានថតវីដេអូមកទេហើយមកដល់ផ្លូវលំនេះហើយបានខ្ញុំបានថតព្រោះត្រូវបញ្ញាបងគាត់ត្រូវបញ្ញាវាយដីឲ្យគេដែរអញ្ចឹងអត់បានថតទេហើយថតបានពាក់ក្រាលហើយឥឡូវខ្ញុំធ្វើដំណើរមកចិត្តដល់កន្លែងដែលត្រូវចូលទៅចាប់ត្រីហើយត្រីហ្នឹងធំមកខ្ញុំចាប់ត្រីនេះជាលើកទី1ផងដែរហើយឥឡូវខ្ញុំបានចូលមកដល់កាន់តែជ្រៅហើយនេះឡើងមកបងប្អូនមើលទៅឡើងមកដល់ចិត្តដល់ហើយនោះនៅមុខហ្នឹងគឺនេះហើយកន្លែងដែលបងថ្លៃរបស់ខ្ញុំកំពុងតែវាយដីឲ្យគេវាយដីឈូកហើយទឹកវាឡើងចិត្តមកដល់ឈូកគេហ្នឹងហើយគាត់វាយទៅគាត់ឃើញត្រីច្រើននេះគាត់ទេហៅឲ្យមកចាប់ត្រីហ្នឹងហើយឥឡូវយើងក៏លេចមកមើលផ្លូវចូលហ្នឹងហើយនោះអត្រាគាត់នៅមុខហើយចិត្តដល់កន្លែងថៃចាប់ត្រីវិថីនេះមិនតូចមកនេះធំគួរសមដែរបើគាត់ថាវាយអាពីខ្សែដំបូងនេះសតថៃនឹងគាត់អត់តាន់វាយតមកគាត់ចាំខ្ញុំមកដល់បានគាត់វាយហើយបានសួរចាប់ថៃឥឡូវយើងដល់កន្លែងឈប់ហើយពីអ្នកអ៊ំវាយចូលម៉ូតូក្រឹបហ្នឹងហើយដោះខោវែងខោអីហើយពាក់តខោនេះហើយខ្ញុំបានថតខ្លះអត់បានថតខ្លះព្រោះវល់ចាប់ត្រីឥឡូវយើងដោះខោជើងវែងចេញស្លៀកខោខ្លីហើយកាន់ធុងចូលក្នុងស្រះដើម្បីចាប់ត្រីនោះបងគាត់កំពុងតែវាយតហើយឥឡូវគឺចោះចាប់ដោះបីជើងដល់អីហើយដល់ទៅមុខថែមឥឡូវមើលទៅកន្លែងនេះចាប់ត្រីគឺក្នុងស្រះច្រឡំក្នុងស្រះ
ក្នុងស្រែដែលគេដាំឈូកហ្នឹងនេះអូឥឡូវដើរព្រោះសកម្មភាពខ្ញុំអត់ទៅបានថតហ្នឹងហើយព្រោះរវល់តែចាប់ត្រីនោះសវាយងាចាប់ត្រីចាប់លើកទី1ផងរៀងភ័យពីតូចមកដៃចាប់នៅពេលនេះមកចាប់លើកទី1ឥឡូវនេះទឹកកំពុងនេះហូរច្រាក់ច្រាំត្រីវាពុលដល់ត្រីវាពុលទៅវាហែមកខាងលើហើយដល់មកខាងលើដល់ហ្នឹងទៅយើងក៏ចាប់បាននេះចាប់បានមួយហ្នឹងហើយកាមេរ៉ាខ្ញុំហ្នឹងផ្លិចដាក់ចោះឈុលដាក់ខ្ពស់ឡើងទៅលើកាមេរ៉ាភ្ជាប់នឹងខ្លួនហ្នឹងហើយឥឡូវយើងចោះហើយចោះដើម្បីរកត្រីហើយនេះជាសកម្មភាពរបស់បងថ្លៃខ្ញុំគាត់វាយដីនឹងឈប់ឲ្យគេហើយត្រីច្រើនត្រីចាប់ផងរួចផងវាអាខ្លះក៏ពុលដែតទៅអាខ្លះក៏វាអត់តន់ពុលវានៅដកដង្ហើមធូរចឹងទៅចាប់ទៅក៏លបូតខ្លះអីខ្លះហើយសកម្មភាពនេះគឺមើលទេសភាពពិតជាស្អាតទេសភាពហ្នឹងហើយអាចកាត់ភាព stress មកកណៈរបស់យើងបានដែរទេសភាពចេះអីហ្នឹងហើយឥឡូវកលេចមកនេះខ្ញុំបានឈើមួយដើរវាយដើរចាប់ហ្នឹងហើយដើរបានត្រីមកគួរសមដែរហើយខ្ញុំស្ដាយដែរវីដេអូពេលខ្លះអត់បានថតចំមកដល់ពេលអញ្ចឹងស្ដាយវីដេអូហើយអត់មានអ្នកគេជួយថតទៀតហើយថតខ្លួនឯងពាក់ផងអីផងឥឡូវនឹងសកម្មភាពពងតែរាវរកត្រីមិនឃើញឥឡូវនេះមកដើររាវបន្តបានត្រីគឺត្រីត្អូនតែគេហៅថាត្រីកេះបានត្រីត្អូនមួយចាប់បានច្រើនណាស់តែអត់បានថតហើយមេឃភ្លៀងផងអីផងក៏មិនបានថតបានច្រើនហ្នឹងហើយហ្នឹងហើយវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់បងប្អូនដែលបានប្រទះឃើញនៅវីដេអូរបស់ខ្ញុំបាទហើយសូមអរគុណដែលបានចូលមើលផងដែរបាទសូមគោរពជម្រាបលាបងប្អូនទាំងអស់គ្នា